បាទសួស្តីអ្នកគ្នាថ្ងៃនេះគឺយើងសិក្សាទៅលើការវាយបញ្ចូលអត្ថបទការដាក់ font size color ដាក់អក្សរ edit trade ឬក៏គូទៅពីក្រោមអីគឺយើងរៀននៅវីដេអូនេះអូខេឥឡូវក្នុងការវាយបញ្ចូលអត្ថបទអ្នកគ្នាចាំបាច់មើលនៅក្នុងខាងក្រោមនេះគឺវាមានទាក់ទងទៅនឹងUnicode អញ្ចឹងអ្នកគេចង់វាយជាខ្មែរឬក៏ជាអង់គ្លេសអ្នកគេចុចវាមួយមកនេះចង់ដាក់គេជាអង់គ្លេសដូរមកអង់គ្លេសមកពេលអ្នកគេវាយមកវាចេញអង់គ្លេសអូខេបើសិនចង់ខ្មែរអ្នកគេចុចវាមួយមកដូរមកខ្មែរវិញមកអានឹងដូរជាខ្មែរហើយបើសិនអ្នកគ្នាអត់ចង់ចុចនៅនោះទេឬចង់ចុច keyboard អ្នកគេចុច shift ឲ្យជាប់ហើយចុចអក្សរ R ចុច R មានជាអក្សរទេអូខេអញ្ចឹងវាដូរមកអង់គ្លេសហើយ shift R អ្នកគេដូរមកខ្មែរនេះចាំមើលចុច CR ដូរអង់គ្លេសខ្មែរអង់គ្លេសអ្នកគេចុចទៅស្អីលើអ្នកគ្នាទេអូខេឥឡូវខ្ញុំវាយជាខ្មែរអញ្ចឹងខ្ញុំក្នុងការវាយបញ្ចូលខ្ញុំដាក់ cursor វាលោតផ្នែកណាដែលខ្ញុំចង់បញ្ចូលមកឧទាហរណ៍ត្រង់កន្លែងនេះខ្ញុំដាក់ថារៀនជាណាចាក់កំវិជាអូខេចឹងខ្ញុំវាយអក្សរនឹងបានហើយឧទាហរណ៍ខ្ញុំចង់ដាក់ចូលកណ្ដាលក្នុងនេះវាមាន align comment ដាក់ចូលកណ្ដាលចុចមួយមកចូលកណ្ដាលតែចង់ដាក់ទៅឆ្វេងទៅស្ដាំអូខេអ្នកគ្នាអាចដាក់ឲ្យវាទៅបានហើយឧទាហរណ៍អ្នកគ្នាចង់ដាក់អក្សរនេះដិតអ្នកគ្នា select ក្នុងការ select អ្នកគ្នាដាក់ frame មកឲ្យចំពីក្រោយអក្សរនេះមកវាឲ្យចុចឲ្យជឿទាញមកមុខអញ្ចឹងអូខេអ្នកគ្នាចុចត្រង់កន្លែងអក្សរ B នេះមាន4ចុចមកវាអក្សរយើងដិតជាងមុនហើយខ្ញុំដោះវិញអញ្ចឹងអ្នកគ្នាចង់ដាក់ trade អូខេ trade អ្នកគ្នាចង់ដាក់បន្ទាត់ពីក្រោមនេះមានបន្ទាត់ហើយអ្នកគ្នាចុចត្រង់កន្លែងអក្សរពុនមកក្រោមនេះមកត្រង់កន្លែងនេះគឺ style របស់បន្ទាត់អូខេហើយបើតែចង់ឲ្យវាមានឆ្នោតកាត់អីលក្ខណៈលុបចេញអ្នកគ្នាយកនឹងទៅអូខេអញ្ចឹងមួយទៀតក្នុងការដូរ font អញ្ចឹងឧទាហរណ៍ថាអ្នកគ្នាអត់ឆ្លាញ់ font ហ្នឹងទេអ្នកគ្នាឆ្លាញ់ font ផ្សេងអញ្ចឹងអ្នកគ្នាចូលកន្លែងលើនេះមានកន្លែងដូរ font បើថាអ្នកគ្នាឆ្លាញ់ font មួយណាអ្នកគ្នាចង់បានអញ្ចឹងទៅឧទាហរណ៍ថាខ្ញុំយកខ្មែរសៀមរាបចាស់អូខេអញ្ចឹងដូរ font បានហើយទំហំត្រង់កន្លែងនេះគឺទំហំអក្សរអ្នកគ្នាវាយចូលមកឧទាហរណ៍ចង់បានទំហំ10វាយចូលមកជាអក្សរប្រាំជាលេខ5អូខេនេះទំហំ10បើគ្នាចុចត្រង់កន្លែងអាស្រាប់រួចមកក្រោយនេះអ្នកគ្នាអាចរើសទំហំបានគឺខ្ញុំដាក់ទំហំ36ចុះអូខេនេះអូខេហើយមួយទៀតក្នុងការដូរពណ៌អក្សរអ្នកគ្នា select វាសិនចាំបាច់គឺ select ចំណាដែលខ្ញុំចង់ដាក់ឧទាហរណ៍ខ្ញុំ select ទាំងអស់ត្រង់កន្លែងនេះមានកន្លែងដូរពណ៌មួយអញ្ចឹងចុចមកវាចង់ដាក់ពណ៌អីដាក់ពណ៌ទឹកក្រូចអូខេចេញពណ៌ទឹកក្រូចហើយ background របស់វាចង់ដាក់ពណ៌អីខ្ញុំចង់ដាក់ពណ៌Q វាចេញពណ៌ Q អូខេហើយត្រង់កន្លែងនេះជាប្រភេទអក្សរមិនអ្នកគ្នាចង់លេង style អក្សរជា style អក្សរនេះអញ្ចឹងវាចេញ select វាសិននេះដាក់មកខ្ញុំចង់ដាក់ style អក្សរនេះអូខេអញ្ចឹងអាស្រ័យលើអ្នកនរគ្នាទេខ្ញុំសូមដោះចេញវិញដាក់ណាន់ខ្ញុំ select ហើយខ្ញុំដាក់ដោះវាអស់វិញមានចុចមួយគឺដោះទៅទៅទេដោះតែនេះខ្ញុំដោះដែរគឺខ្ញុំដាក់ធម្មតានេះវិញមកហើយខ្ញុំដូរមកខ្មែរ OS មូលឡាយជាមកអូខេអានេះវាជាប់នេះតែបើថាយើងចង់ដោះចេញអូខេយើងលេង style អូខេ style ស្អាតអាស្រ័យលើអ្នកគ្នាលេងទេចង់លេងមិនអូខេវីដេអូនេះគឺមានប៉ុណ្ណឹងហើយបើសិនមានជាចម្ងល់អីអ្នកគ្នាអាចទាក់ទងសួរបានតាមរយៈTelegram នេះហើយលេខទូរស័ព្ទនេះជា link របស់ Telegram របស់ខ្ញុំហើយបើអ្នកគ្នាចង់រៀនអីវាផ្សេងៗអ្នកគ្នាអាចទាក់ទងមកចុះឈ្មោះរៀនបានអរគុណ